ជំរាបសួរលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនសិស្សថ្នាក់ទី9ទាំងអស់ជាទីគោរពនិងជាទីមេត្រីខ្ញុំឈ្មោះឡុងកំណាធ្វើការនៅនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំយុវជននិងកីឡាថ្ងៃនេះបងប្អូនជួបមួយអ្នកគ្រូនៅមុខវិជ្ជាអប់រំសុខភាពថ្នាក់ទី9ក្នុងសមាសភាគទី3សុខភាពបន្តពូជនិងសុខភាពផ្លូវភេទចានឹងមុននឹងយើងរៀនមេរៀនថ្មីអ្នកគ្រូក្រឡេកទៅឃើញថ្ងៃនេះគ្នាយើងដូចមកអត់តាន់គ្រប់ឬខ្វះប្អូនម្នាក់រាល់ថ្ងៃអ្នកគ្រូមិនដែលបានសួរវត្តមានរបស់ប្អូនទេដោយសារឃើញប្អូនមកគ្រប់គ្នាអស់ហើយតែថ្ងៃនេះដឹងបាត់តែណាម្នាក់ទៀតសូមឲ្យប្អូនប្រធានថ្នាក់សួរមិត្តភ័ក្តិយើងផងចាអញ្ចឹងមុននឹងដំណើរការមេរៀនបន្តអ្នកគ្រូមានសំណួរទៅផ្ដល់ឲ្យប្អូនដើម្បីជាការរំលឹកមេរៀនបងប្អូនក្រឡេកទៅកាន់ក្តារខៀនអ្នកគ្រូនឹងផ្ដល់សំណួរដើម្បីជាការរំលឹកមេរៀនរបស់យើងចាសំណួរថាតើប្អូនត្រូវជ្រើសរើសយកអេរិយាបថបែបណាក្នុងការលុបបំបាត់ផ្នត់គំនិតអវិជ្ជមានអ្នកគ្រូមានចម្លើយ4សម្រាប់ឲ្យប្អូនជ្រើសរើសចាចម្លើយទី1បុរសជាមាសទឹកដប់អាចរួមភេទជាមួយដៃគូច្រើនអ្នកបានចម្លើយទី2ត្រូវគោរពការសម្រេចចិត្តរបស់ប្តីចំពោះការរួមភេទថាតើប្រើឬក៏មិនប្រើស្រោមអនាម័យចម្លើយទី3ផ្ដល់ឱកាសឲ្យស្ត្រីក្នុងការសម្រេចចិត្តរឿងផ្លូវភេទរបស់ខ្លួនចាចម្លើយទី4ស្ត្រីវិលចង្ក្រានមិនជុំចានៅក្នុងចម្លើយទាំងអស់នេះសូមឲ្យបងអូនជ្រើសរើសចម្លើយមួយមកដើម្បីបញ្ជាក់អំពីអេរិយាបថវិជ្ជមានក្នុងការលុបបំបាត់ផ្នត់គំនិតអវិជ្ជមានរបស់យើងចាសូមឲ្យបងអូននៅខាងឆ្វេងដៃរបស់អ្នកគ្រូនេះចាអរគុណច្រើនឥឡូវបងអូនមុខគេនេះម្នាក់ទៀតចុះចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយលេខប្រមាណបងអូនចាគឺចម្លើយត្រឹមត្រូវគឺលេខ3មានន័យថាផ្ដល់ឱកាសឲ្យស្ត្រីក្នុងការសម្រេចចិត្តរឿងផ្លូវភេទរបស់ខ្លួនថ្ងៃនេះបងប្អូននឹងបានសិក្សានៅមេរៀនថ្មីក្នុងសមាសភាគទី3សុខភាពបន្តពូជនិងសុខភាពផ្លូវភេទជំពូកទី1សុខភាពបន្តពូជមេរៀនទី4ការធ្វើតេស្តឈាមរកមេរោគអេដស៍ចានៅក្នុងមេរៀនថ្មីនេះអ្នកគ្រូមានគោលបំណងផ្ដល់ឲ្យប្អូនចាពេលដែលប្អូនរៀនអំពីមេរៀនការធ្វើតេស្តឈាមរកមេរោគអេដស៍ចប់ប្អូនមានសមត្ថភាពអាចប្រាប់ពីនិយមន័យការធ្វើតេស្តឈាមរកមេរោគអេដស៍ប្អូនអាចប្រាប់រៀបរាប់ពីសារៈសំខាន់នៃការធ្វើតេស្តឈាមរកមេរោគអេដស៍និងសេវាប្រឹក្សាប្អូនក៏អាចបកស្រាយបានពីសារៈសំខាន់នៃការធ្វើតេស្តឈាមរកមេរោគអេដស៍និងសេវាប្រឹក្សាហើយចុងក្រោយបងប្អូនបណ្ដុះគំនិតស្វែងរកសេវាប្រឹក្សានិងការធ្វើតេស្តឈាមរកមេរោគអេដស៍ចាអញ្ចឹងអ្នកគ្រូសូមបែងចែកបងប្អូនជា4ក្រុមទៅតាមលំដាប់តុដែលបងប្អូនអង្គុយហើយផ្ដល់រយៈពេលជូន5នាទីសម្រាប់ពិភាក្សាសំណួរនិងរយៈពេល2នាទីសម្រាប់បកស្រាយចម្លើយរបស់ក្រុមនីមួយៗសំណួរទី1តើការធ្វើតេស្តឈាមរកមេរោគអេដស៍ហ្នឹងមានន័យដូចម្តេចសំណួរទី2តើអ្នកណាខ្លះដែលគួរទៅធ្វើតេស្តឈាមរកមេរោគអេដស៍សំណួរទី3តើអនិច្ចជនអាចធ្វើតេស្តឈាមរកមេរោគអេដស៍បានដែរឬទេសំណួរទី4តើការប្រព្រឹត្តប្រឈមបែបណាដែលអ្នកត្រូវទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចាឥឡូវបងប្អូនពិភាក្សាគ្នាទៅតាមក្រុមអ្នកគ្រូផ្ដល់5នាទីជូនអរគុណច្រើនឥឡូវបងប្អូនឈប់ការពិភាក្សាយើងមើលចម្លើយរបស់បងប្អូនជាមួយនឹងខ្លឹមសារមេរៀនរបស់យើងចាអញ្ចឹងនិយមន័យថាការធ្វើតេស្តឈាមរកមេរោគអេដស៍ជាការស្រាវជ្រាវរកវត្តមាននៃមេរោគអេដស៍ឬក៏វត្តមាននៃអង្គបរិបប្រាណឬយើងហៅថាអង្គទីកប្រឆាំងនឹងមេរោគអេដស៍នៅក្នុងឈាមទឹកមាត់ឬក៏សារធាតុរាវដទៃទៀតអូនឃើញរូបភាពនេះហើយនៅរូបភាពអីគេដែរអូនចារូបភាពនៃមេរោគអេដស៍អូនឃើញកន្លងមកគ្រប់គ្នាតើអ្នកណាខ្លះដែលគួរទៅធ្វើតេស្តឈាមរកមេរោគអេដស៍អូនចាអរគុណច្រើនអញ្ចឹងយើងមើលមកមេរៀនរបស់យើងអ្នកដែលគួរទៅធ្វើតេស្តឈាមរកមេរោគអេដស៍មានអ្នកណាខ្លះថាមានស្ត្រីមានផ្ទៃពោះអ្នកដែលធ្លាប់មានជំងឺកាមរោគអ្នកដែលមានដៃគូរួមភេទច្រើនអ្នកដែលធ្លាប់លក់ឬក៏ទិញសេវាផ្លូវភេទអ្នកដែលធ្លាប់បញ្ចូលឈាមអ្នកដែលធ្លាប់ចាក់គ្រឿងញៀនអ្នកកើតជំងឺរបេងអ្នកបំរុងនឹងរៀបការអ្នកណាក៏ដោយគិតថាខ្លួនមានការប្រព្រឹត្តដែលប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ឧទាហរណ៍អ្នកដែលត្រូវគេរំលោភផ្លូវភេទច្បាប់ស្តីពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ជំងឺអេដស៍នៅជំពូក4ត្រង់ការធ្វើតេស្តនិងការផ្ដល់ប្រឹក្សា
ចែងថាម៉េចថានៅមាត្រា19បានចែងថាការធ្វើតេស្តមេរោគអេដជំងឺអេដត្រូវធ្វើឡើងដោយស្ម័គ្រចិត្តនិងត្រូវមានការយល់ព្រមជាមុនពីសមីជនផ្ទាល់ចំពោះសមីជនជាអនិច្ចជនតម្រូវឲ្យមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកអាណាព្យាបាលស្របច្បាប់ចាបើការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកអាណាព្យាបាលស្របច្បាប់ពុំបានធ្វើទេការធ្វើតេស្តឈាមរកមេរោគអេដជំងឺអេដអាចប្រព្រឹត្តទៅបានលុះត្រាតែមានការយល់ព្រមពីអនិច្ចជនប្រសិនបើការធ្វើតេស្តឈាមនោះផ្ដល់ផលប្រយោជន៍ចំពោះអនិច្ចជននោះចឹងនៅក្នុងមាត្រា21ក៏បានចែងថាការធ្វើតេស្តរកមេរោគអេដជំងឺអេដត្រូវអនុញ្ញាតបានតែក្នុងករណីមានសេចក្តីបង្គាប់របស់តុលាការបងក៏លេចមកមើលក្រាខៀនពីវិធីតេស្តរកមេរោគអេដចារយៈពេលដឹងក្រោយពីបានឆ្លងមេរោគអេដកាន់តែឆាប់ពី6ខែកន្លងមកពីយូរហើយយើងលុះត្រា6ខែបានយើងអាចធ្វើតេស្តប៉ុន្តែដោយសារវិទ្យាសាស្ត្រយើងរីកចម្រើនអញ្ចឹងការធ្វើតេស្តកាន់តែឆាប់ពី6ខែមកដល់3ខែមកត្រឹម3សប្តាហ៍គឺរកអង្គបរិបកប្រានឃើញហើយមកដល់ឥឡូវត្រឹមតែ1សប្តាហ៍គឺរកបំណែកនៃមេរោគអេដបានចាចឹងបងប្អូនមើលទៅបើបច្ចេកវិទ្យាយើងកាន់តែរីកចម្រើនវិទ្យាសាស្ត្រក៏រីកចម្រើនទៅតាមនឹងដែរចឹងវិធីធ្វើតេស្តរកមេរោគអេដហ្នឹងយើងអាចតេស្តបានដោយខ្លួនឯងតាមរយៈការជួសឈាមបូមឈាមយកទៅធ្វើតេស្តឬក៏ទឹកមាត់យកទៅធ្វើតេស្តឬក៏ទឹកនោមយកទៅធ្វើតេស្តឬក៏ជួសឈាមខ្លួនឯងមើលដោយខ្លួនឯងបានយើងអាចធ្វើបានដោយខ្លួនឯងណាចាចឹងបងប្អូនយើងដឹងហើយចឹងមកដល់ចំណុចបន្តអ្នកគ្រូសូមឲ្យបងប្អូនបែងចែកជា2ក្រុមដើម្បីពិភាក្សាសំណួរបន្តទុករយៈពេលឲ្យដូចគ្នាគឺ5នាទីសម្រាប់មួយសំណួរនិង2នាទីសម្រាប់ក្រុមនីមួយៗឡើងបកស្រាយបងមើលទៅកាន់ក្តារខៀនអ្នកគ្រូផ្ដល់សំណួរជូនសំណួរទី1សូមឲ្យក្រុមទី1ប្រាប់មកតើសារៈសំខាន់នៃការធ្វើតេស្តឈាមរកមេរោគអេដហ្នឹងមានអ្វីខ្លះឯក្រុមទី2តើសេវាប្រឹក្សានឹងធ្វើតេស្តឈាមរកមេរោគអេដហ្នឹងមានន័យដូចម្ដេចដើម្បីជាជំនួយដល់បងប្អូនសូមបងប្អូនសង្កេតរូបភាពខាងក្រោមអ្នកគ្រូទុក2នាទីជូនឲ្យបងប្អូនសង្កេតបងប្អូនឃើញអ្វីខ្លះបងប្អូនមើលបងប្អូនឃើញអីខ្លះចាបងប្អូនឃើញសញ្ញាអស់នេះបងប្អូនធ្លាប់ឃើញទេអញ្ចឹងបងប្អូនពិនិត្យមើលចានៅក្នុងហ្នឹងបងប្អូនឃើញហើយសញ្ញាទាំងអស់នេះបងប្អូនឃើញនៅឯណាចាហើយវាមានអត្ថន័យដូចម្ដេចបងប្អូនភាសាចប់ហើយយើងមកមើលថាតើយើងត្រូវលើចំណុចណាខ្លះចាចំណុចទី2គឺនិយាយអំពីសារៈសំខាន់នៃការធ្វើតេស្តឈាមរកមេរោគអេដចាសារៈសំខាន់នៃការធ្វើតេស្តឈាមរកមេរោគអេដគឺការធ្វើតេស្តឈាមរកមេរោគអេដផ្ដល់ប្រយោជន៍ខ្លាំងណាស់សម្រាប់បុគ្គលដែលស្វែងរកសេវាដូចជានេះចំណុចទី1ការបង្ការការចម្លងមេរោគអេដពីអ្នកមានផ្ទុកទៅអ្នកគ្មានផ្ទុកមេរោគអេដពីម្ដាយដែលមានផ្ទុកមេរោគអេដទៅទារកនិងកុំឲ្យមានការចម្លងមេរោគអេដបន្ថែមទៀតចំណុចមួយទៀតនោះគឺអីគឺផលប្រយោជន៍សង្គមធ្វើឲ្យបញ្ហាអេដទៅជាបញ្ហាធម្មតាទប់ស្កាត់ការមាក់ងាយនឹងការរើសអើងគ្រប់គ្រងលើផ្នែកសិទ្ធិមនុស្សនិងដើម្បីស្រង់ស្ថិតិក្នុងការស្រាវជ្រាវផ្សេងទៀតចំណុចមួយទៀតគឺទទួលបានសេវាចាំបាច់ពីដំបូងបង្ការនិងព្យាបាលជំងឺឱកាសនិយមព្យាបាលដោយប្រើថ្នាំប្រឆាំងមេរោគអេដរៀបចំផែនការគ្រួសារទទួលបានការគ្រប់គ្រងពីសង្គមនិងទទួលបានការផ្ដល់ប្រឹក្សាផ្សេងនេះគឺជាសារៈសំខាន់ចុះចំណុចមួយទៀតគឺអីគេគឺចំណុចសំខាន់មួយទៀតគឺការថែទាំសុខភាពផ្លូវចិត្តនៅពេលដឹងថាមានផ្ទុកមេរោគអេដគឺធ្វើឲ្យយើងមានការភ្ញាក់ផ្អើលមានការបដិសេធមានការខឹងសម្បារមានការទាមទារមានការភ័យខ្លាចការព្រួយបារម្ភមានភាពឯកាអាចកែប្រែបានតាមរយៈតាមរយៈការប្រឹក្សាយោបល់ជាមួយអ្នកជំនាញដើម្បីឲ្យយល់ព្រមទទួលយកលទ្ធផលនិងមានក្តីសង្ឃឹមក្នុងជីវិតឡើងវិញតាមរយៈការអនុវត្តអិរិយាបថល្អៗតាមវេជ្ជបញ្ជាអញ្ចឹងយើងមកមើលសេវាប្រឹក្សានឹងធ្វើតេស្តឈាមរកមេរោគអេដរបស់យើងអូនធ្លាប់ឃើញសញ្ញានេះទេនៅតាមមណ្ឌលសុខភាពនៅតាមមន្ទីរពេទ្យចាបងប្អូនធ្លាប់ឃើញអ្នកគ្រូជឿថាបងប្អូនធ្លាប់ឃើញទាំងអស់គ្នាអញ្ចឹងយើងក៏លេខមកមិញសេវាធ្វើតេស្តឈាមរកមេរោគអេដនៅកន្លែងណាចាកន្លែងដែលមានការអនុញ្ញាតពីក្រសួងសុខាភិបាលមួយទៀតនៅកន្លែងណាការធ្វើតេស្តដែលគោរពតាមអីតាមគោលនយោបាយនិងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល
ការធ្វើតេស្តដែលមានការផ្ដល់ប្រឹក្សានិងរក្សាការសម្ងាត់នេះគឺជាអក្សរកាត់នៅលើបូក្រហមបងឃើញគេដាក់ VCCT អូនអានទៅតាមហ្នឹងបងនឹងដឹងយល់ន័យហើយចំពោះអ្នកដែលបងចេះភាសាហើយរូបភាពទាំងអស់នេះនៅតាមមណ្ឌលសុខភាពរបស់យើងគឺយើងមានហើយណាចាអញ្ចឹងសេវាប្រឹក្សាធ្វើតេស្តឈាមយើងឲ្យគ្រប់កន្លែងដែលមានសញ្ញានេះបងអាចទៅធ្វើតេស្តឈាមបានចុះសេវាប្រឹក្សាវិញសេវាប្រឹក្សាមេរោគអេដគឺជាការសន្ទនារវាងអតិថិជនឬក៏យើងហៅថាអ្នកដែលមានបញ្ហាជាមួយអ្នកផ្ដល់ប្រឹក្សាការផ្ដល់ប្រឹក្សាដើម្បីអីដើម្បីផ្ដល់ចំណេះដឹងអំពីមេរោគអេដនិងជំងឺអេដជំងឺកាមរោគគ្រឿងញៀនសុខភាពបន្តពូជនិងសុខភាពផ្លូវភេទនិងការគាំទ្រផ្លូវចិត្តហើយមានសេវាជាច្រើនទៀតអញ្ចឹងនៅពេលដែលអ្នកមានការសង្ស័យថាខ្លួនឯងអាចមានហានិភ័យនៃការឆ្លងមេរោគអេដអ្នកត្រូវប្រញាប់ស្វែងរកការប្រឹក្សាយោបល់ដើម្បីទទួលការធ្វើតេស្តឈាមរកមេរោគអេដហើយការធ្វើតេស្តឈាមនៅកន្លែងដែលមានគុណភាពអាចជឿទុកចិត្តបាននោះគឺកន្លែងដែលមានការអនុញ្ញាតពីក្រសួងសុខាភិបាលដែលមានសញ្ញាអីសញ្ញាបូក្រហមដែលមានដាក់អក្សរ VCCT នេះហើយចាអញ្ចឹងការធ្វើតេស្តនោះគឺជាការធ្វើតេស្តដែលគោរពតាមគោលនយោបាយនិងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនិងការធ្វើតេស្តដែលមានការផ្ដល់ប្រឹក្សានិងរក្សាការសម្ងាត់នៅក្នុងច្បាប់យើងនោះក៏បានចែងដែរត្រង់មាត្រា24នៃច្បាប់ស្ដីពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដនិងជំងឺអេដគេចែងថាម៉េចចែងថាគ្រប់កន្លែងធ្វើតេស្តមេរោគអេដត្រូវផ្ដល់កិច្ចប្រឹក្សាមុននិងក្រោយការធ្វើតេស្តដល់ជនដែលមកធ្វើតេស្តមេរោគអេដជំងឺអេដអ្នកផ្ដល់ប្រឹក្សានេះត្រូវមានសមត្ថភាពគ្រប់គ្រាន់សមស្របតាមស្តង់ដារកំណត់ដោយក្រសួងសុខាភិបាលឥឡូវសូមឲ្យបងអូនលើកប៊ិចហើយនឹងសិភៅមកដើម្បីកត់មេរៀនសង្ខេបទុកមើលនៅពេលក្រោយអ្នកគ្រូនឹងអានជូនបងអូនយឺតដើម្បីឲ្យបងអូនកត់ការធ្វើតេស្តឈាមរកមេរោគអេដជាការស្រាវជ្រាវរកវត្តមាននៃមេរោគអេដឬអង្គបដិបកប្រាណប្រឆាំងនឹងមេរោគនៅក្នុងឈាមទឹកមាត់ឬសារធាតុរាវដទៃទៀតជាទូទៅការធ្វើតេស្តឈាមរកមេរោគអេដនៅប្រទេសកម្ពុជាគឺជាការរកវត្តមាននៃអង្គបដិបកប្រាណប្រឆាំងនឹងមេរោគអេដនៅក្នុងឈាមបងដាក់ត្រេមួយទៀតមកសារៈសំខាន់នៃការធ្វើតេស្តឈាមរកមេរោគអេដគឺអាចបង្ការការចម្លងមេរោគអេដមានផលប្រយោជន៍ដល់សង្គមទទួលបានសេវាចាំបាច់ពីដំបូងនិងថែទាំសុខភាពផ្លូវចិត្តបងដាក់ត្រេចំណុចមួយទៀតសេវាប្រឹក្សានិងធ្វើតេស្តឈាមរកមេរោគអេដគឺជាការសន្ទនារវាងអតិថិជនអ្នកមានបញ្ហាជាមួយអ្នកផ្ដល់ប្រឹក្សាការផ្ដល់ប្រឹក្សាដើម្បីផ្ដល់ចំណេះដឹងអំពីមេរោគអេដនិងជំងឺអេដជំងឺកាមរោគគ្រឿងញៀនសុខភាពបន្តពូជនិងសុខភាពផ្លូវភេទនិងការគាំទ្រផ្លូវចិត្តឥឡូវបងអូនកត់មេរៀនសង្ខេបចាប់ហើយបងអូនបិទសិភៅចុះទៅហើយដាក់ប៊ិចចុះផងចាហើយក្រឡេកមកកាន់ក្តារខៀនអ្នកគ្រូនឹងមានសំណួរផ្ដល់ជូនឲ្យបងអូនដើម្បីជាការវាតម្លៃថាតើក្នុង1ម៉ោងសិក្សានេះបងអូនចងចាំមេរៀនបានកម្រិតណាចាឥឡូវបងអូនក្រឡេកមកកាន់ក្តារខៀនប្រសិនបើសង្ស័យថាខ្លួនឯងនឹងមានហានិភ័យនៃការឆ្លងមេរោគអេដតើអ្នកគួរតែជ្រើសយកអេរិយាបថមួយណាដែលផ្ដល់ប្រយោជន៍ដល់អ្នកគ្រូមានចម្លើយ4ឲ្យបងអូនរើសចម្លើយទី1និយាយប្រាប់មិត្តភក្តិចម្លើយទី2មិនខ្វល់ទេព្រោះគិតថាមិនអីចម្លើយទី3ប្រញាប់ទៅឱសថស្ថានដើម្បីឲ្យឱសថការីផ្សំថ្នាំឲ្យលេបចម្លើយទី4ប្រញាប់ទៅរកការផ្ដល់ប្រឹក្សានិងធ្វើតេស្តឈាមរកមេរោគអេដនៅកន្លែងដែលមានការអនុញ្ញាតពីក្រសួងសុខាភិបាលឬកន្លែងដែលមានសញ្ញាបូក្រហមឥឡូវបងអូនកណ្ដាលគេបងអូនឆ្លើយទៅមើលថាចម្លើយណាដែលត្រឹមត្រូវចាអរគុណច្រើនចំពោះចម្លើយរបស់បងអូនអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយទី4គឺប្រញាប់ទៅរកការផ្ដល់ប្រឹក្សានិងធ្វើតេស្តឈាមរកមេរោគអេដនៅកន្លែងដែលមានការអនុញ្ញាតពីក្រសួងសុខាភិបាលឬកន្លែងដែលមានសញ្ញាបូក្រហម VCCT នេះហើយឥឡូវបងអូនលើកសិភៅឡើងវិញដើម្បីកត់កិច្ចការយកទៅធ្វើនៅផ្ទះអ្នកគ្រូមានកិច្ចការផ្ទះសម្រាប់បងអូនចាចូលបងអូនស្រាវជ្រាវពីការថែទាំនិងព្យាបាលអ្នករស់នៅជាមួយមេរោគអេដតាមរយៈ website សម្រាប់រៀននៅម៉ោងអប់រំសុខភាពសប្តាហ៍ក្រោយហើយអ្នកគ្រូសូមផ្ដាំផ្ញើបងអូនសូមឲ្យបងអូនទៅរកសេវាប្រឹក្សានិងការធ្វើតេស្តឈាមរកមេរោគអេដប្រសិនបើបានប្រព្រឹត្តទង្វើដែលសង្ស័យថាមានហានិភ័យក្នុងការឆ្លងមេរោគអេដ
នៅឯមន្ទីរពេទ្យឬក៏មណ្ឌលសុខភាពដែលមានសញ្ញាបូក្រហមទាំងអស់គ្រប់កន្លែងគ្រប់ខណ្ឌខេត្តស្រុកខណ្ឌរបស់ប្អូនដែលកំពុងតែរស់នៅចាឥឡូវមេរៀនរបស់អ្នកគ្រូបានចប់ហើយមុននឹងបែកគ្នាអ្នកគ្រូសូមជូនពរលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនសិស្សសានុសិស្សទាំងអស់ដែលបានចូលរួមទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលា